จากการประชุม GBC ในประเทศมาเลเซียตระมาดบรรจบให้บางปอนថ្ងៃនេះចាអញ្ចឹងនៅក្នុងនោះដែរគឺមានឯកឧត្តមទាសីហាតំណាងឲ្យប្រទេសកម្ពុជាយើងហើយភាគីខាងសៀមមានឯកឧត្តមណដ្ឋប៉ុនจากក្រសួងការពីជាតិរបស់ប្រទេសសៀមហើយនៅក្នុងនោះដែរគឺមានភាគីម៉ាឡេហើយនឹងស្ថានទូតអាមេរិកប្រចាំកម្ពុជានិងស្ថានទូតអាមេរិកប្រចាំនៅប្រទេសសៀមចូលរួមជាសក្ខីភាពចាអញ្ចឹងលទ្ធផលដែលយើងទទួលបានគឺទី1តកតងនឹងការដកអាវុធធុនធ្ងន់នៅព្រំដែនចាទី2តកតងនឹងការដោះមីនទី3គឺការបង្ក្រាបល្បែងអនឡាញចាហើយទី4ហ្នឹងគឺបង្កើតក្រុមអង្គការអាស៊ានដែលហៅកាត់ថា AOT ចាដើម្បីតាមដានស្ថានភាពរវាងប្រទេសកម្ពុជានិងប្រទេសសៀមហ្នឹងធ្វើម៉េចឲ្យត្រឡប់ទៅរកសភាពដើមមកវិញនិងមានសន្តិភាពចាហើយឯកឧត្តមទាសីហាក៏បានបញ្ជាក់នៅក្នុងនោះដែរថានឹងមានការដោះលែងទាហានខ្មែរ18នាក់ត្រឡប់មកវិញចាប៉ុន្តែយើងចាំមើលជាក់ស្ដែងពួកឯជាទូទៅប្រទេសសៀមនៅពេលដែលប្រជុំនឹងគឺថាដោះលែងរហូតប៉ុន្តែជាក់ស្ដែងអត់ឃើញដោះលែងទេចាអញ្ចឹងយើងចាំមើលតទៅទៀតបងប្អូនចាហើយថ្ងៃនេះដែរគឺថាអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសសៀមក៏ចេញមកថ្លែងការណ៍នៅមុននេះប្រហែលជាខ្ទង់2ម៉ោងខាងខោសុតគេបានចុះផ្សាយថាលោកអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសសៀមហ្នឹងគឺចេញមកច្រានចោលនៅពេលដែលឃើញព័ត៌មានតកតទៅនឹងសម្ដេចហ៊ុនម៉ាណែតបានបង្ហោះនៅលើបណ្ដាញសង្គមថាគឺយើងបានពិភាក្សាគ្នាក្នុងអង្គប្រជុំ JBC នៅប្រទេសសៀមដែលចប់ការពីអាត្រិតយប់ម្សិលមិញហ្នឹងគឺដោះស្រាយទៅលើផែនទី1.20,000 ចាអញ្ចឹងទៅគឺខាងសៀមគេចេញមកច្រានចោលថានៅពេលដែលប្រជុំ JBC ហ្នឹងគឺអត់មានពិភាក្សាទៅលើនឹងរឿងហ្នឹងទេចាអញ្ចឹងតាក់ស្ដែងយ៉ាងណាគឺយើងចាំតាមដានខាងសៀមចាវាលេងល្បិចអីទៀតចាអញ្ចឹងលោកអ្នកនាំពាក្យក្រសួងការបរទេសហ្នឹងគឺថាគេចេញមកនិយាយគេថាគេព្យាយាមដោះស្រាយជាមួយនឹងប្រទេសកម្ពុជាយើងហ្នឹងដោយសន្តិវិធីហើយនឹងប្រើយន្តការទ្វេភាគីជាអ្នកជិតខាងល្អបងប្អូនហើយគឺថាល្បិច100ចម្ពោះម្នាក់ធ្វើការងារធំដុំណាស់មុខមាត់រដ្ឋមន្ត្រីអីប៉ុន្តែសម្ដីអត់មានការទំនួលខុសត្រូវហើយល្បិច100ចម្ពោះខ្លាំងជាងអ្នកខ្ញុំមិនដឹងថាបដូរទៅអ្វីដែលវាស័កសមនឹកឃើញថាម្នាក់ធ្វើការងារមុខមាត់ធំដុំប៉ុណ្ណឹងមិនគួរណានិយាយបាត់ដៃក្នុងដៃក្លាប់ដូចមិនដឹងនិយាយថាមិនទេបងប្អូនគឺថាសម្ដែងហ្នឹងហើយល្បិចហ្នឹងគឺថាលេខ1បដ ாய் ហើយរៀនសិតតែមុខមាត់ការងារតំណែងធំហើយនិយាយអត់មានគ្រប់ពាក្យសច្ចៈពាក្យអីខ្លួនឯងដូចចាក់ទឹកលើក្បាលទៀតបងប្អូនឥឡូវចាំមើលយើងតាមដានតទៀតគាត់ថាឥឡូវនេះគេចេញមកច្រានចោលហើយថាពេលប្រជុំ JBC ហ្នឹងគឺអត់មានភាសាទៅលើផែនទីហ្នឹងទេចា